ដារ៉ូបានរៀបការជាមួយនឹងសូភាប៉ុន្តែដារ៉ូមានកូនប្រុសម្នាក់ដែលជាកូនប្រពន្ធមុនរាល់ថ្ងៃសូភាដែលជាម្ដាយចុងមិនដែលស្រឡាញ់កូនប្រុសដារ៉ូទេនៅពេលដែលដារ៉ូចេញទៅធ្វើការងារនាងតែងតែធ្វើបាបកូនចុងជានិច្ចប្រហែលពេលល្ងាចបន្តិចទើបបងមកដល់ផ្ទះវិញនៅថ្ងៃនេះលោកសេដ្ឋីគាត់ឲ្យការងារបងធ្វើច្រើនប្រកាសជាបានប្រាក់ច្រើនជាមិនខានទេណាអូនធ្វើការងារតាមសម្រួលទៅណាលោកប្តីកុំប្រឹងពេកបើសិនជាបងកើតអ្វីនោះប្រកាសជាមានរឿងរ៉ាវកាន់តែពិបាកកុំបារម្ភអីណាធ្វើតាមសម្រួលទៅតាមសម្រួលមិននឹងកើតទៅអូនបងត្រូវតែធ្វើឲ្យរួចរាល់និងបានប្រញាប់មកវិញជួយការងារអូននៅផ្ទះរាល់ថ្ងៃនេះអូនជាមេផ្ទះអូនពិតជាហន់ទោះបីជាអូនហត់យ៉ាងណាក៏ដោយប៉ុន្តែបានប្តីពូកែថ្នាក់ថ្នមប្រពន្ធបែបនេះតើប្រពន្ធម្នាក់នេះពិបាកចិត្តនឹងហត់អ្វីទៅអញ្ចឹងបងទៅសិនហើយកុំភ្លេចរៀបចំបាយទឹកឲ្យកូនកូនរបស់យើងពេលនេះប្រកាសជាចេញពីសាលារៀនវិញជាមិនខានកុំបារម្ភអីណាបងទៅធ្វើការងារតាមសម្រួលទៅចំណែកកូនខ្ញុំមើលថែឲ្យបានល្អណាបងនៅផ្ដាំផ្ញើកូនចៅនឹងហើយបងទៅធ្វើការងារបាត់ទៅចំណែកកូនបងវិញប្រកាសជាអត់បាយជាមិនខានខ្ញុំមិនឲ្យបាយហូបទេនៅពេលដែលកូនប្រុសមកពីរៀនវិញនៅថ្ងៃនេះបានឲ្យហូបទៅម៉ែខ្ញុំឃ្លានបាយណាស់ម៉ែយើងបានប្រាប់ឯងរាល់ដងហើយតើមែនទេបើឃ្លានទៅហូបបាយវត្តទៅនៅទីនេះអត់មានបាយសម្រាប់ឯងទេប៉ុន្តែខ្ញុំទៅហូបបាយវត្តរាល់ថ្ងៃតាយាយតែងតែសួរនាំខ្ញុំជានិច្ចខ្ញុំក៏ហក់គាត់រហូតពេលនេះគាត់មិនជឿខ្ញុំទៀតទេណាម៉ែទោះបីជាតាយាយជឿឬមិនជឿតាមតែគាត់ទៅប៉ុន្តែអ្វីដែលសំខាន់ឯងត្រូវតែទៅហូបបាយវត្តជារៀងរាល់ថ្ងៃលើកលែងតែពេលល្ងាចតែប៉ុណ្ណោះហើយហាមនិយាយរឿងនេះប្រាប់លោកពុកឯងឲ្យបានដឹងម៉ែអើយម៉ែហេតុអ្វីបានជាម៉ែចិត្តដាច់បែបនេះម៉ែធ្វើបែបនេះចំពោះខ្ញុំទាំងដែលខ្ញុំជាកូនប្រុសប្តីរបស់ម៉ែហើយទីនេះជាផ្ទះរបស់ខ្ញុំថែមទៀតហ៊ានតមកនិយាយផងតើមែនទេប្រញាប់ទៅរកបាយវត្តភ្លាមទៅនៅទីនេះអត់មានបាយសម្រាប់ឯងទេទៅរកបាយវត្តភ្លាមទៅបន្ទាប់ពីត្រូវបានម្ដាយចុងស្ដីបន្ទោសនិងឲ្យទៅហូបបាយវត្តកូនប្រុសតូចម្នាក់នោះក៏បានធ្វើដំណើរទៅហូបបាយវត្តនៅពេលដែលកូនប្រុសតូចម្នាក់នោះបានធ្វើដំណើរមកដល់តាមផ្លូវក៏បានជួបនឹងលោកតានៅតាមផ្លូវធ្វើដំណើរទៅហូបបាយទៀតហើយមែនទេចៅអើយចៅហេតុអ្វីបានជាចៅមកជួបរឿងរ៉ាវបែបនេះហេតុអីបានជាមិនយករឿងរ៉ាវនេះទៅប្រាប់ឪពុកចៅឲ្យបានដឹងខ្ញុំមិនហ៊ានទេណាលោកតាខ្ញុំខ្លាចអ្នកម៉ែវាយធ្វើបាបខ្ញុំនៅពេលដែលគាត់វាយខ្ញុំម្ដងខ្ញុំពិតជាមានការឈឺចាប់ខ្ញុំមិនចង់ឲ្យគាត់វាយខ្ញុំទេចុះតើចៅឯងត្រូវលាក់បាំងបែបនេះដល់ពេលណាទៀតរយៈពេល1ឆ្នាំមកហើយដែលចៅតែងតែទៅហូបបាយវត្តបើចៅមិននិយាយប្រាប់ឲ្យឪពុកបានដឹងចៅនឹងនៅតែបែបហ្នឹងជារៀងរហូតមិនដឹងថាមានកម្មពីអ្វីទេទៅខ្ញុំមកជួបរឿងរ៉ាវបែបនេះអញ្ចឹងចៅប្រញាប់ទៅវត្តសិនហើយទៅដល់យឺតប្រកាសជាអត់បាយជាមិនខានអាណិតដល់ហើយមិនគួរណាជួបរឿងរ៉ាវអាក្រក់បែបនេះមិនគួរទេក្មេងម្នាក់នេះពិតជាគួរឲ្យអាណិតមែននៅពេលល្ងាចឡើងពេលហូបបាយជុំគ្នានៅពេលល្ងាចហូបបាយឲ្យច្រើនទៅណាកូនមួយរយៈពេលនេះពុកមើលទៅកូនដូចជាស្រកសាច់ហូបបាយឲ្យច្រើនទៅនឹងបានឆាប់ធំហើយជួយធ្វើការងារពងមែនហើយណាកូនហូបបាយឲ្យច្រើនទៅប្រញាប់ធំនឹងបានធ្វើការងារដល់ពេលនោះនឹងបានជួយការងារដល់គ្រួសាររបស់យើងបានច្រើននៅថ្ងៃស្អែកនេះបងអាចទៅសម្រាកនៅទីក្រុងមួយយប់ដោយសារតែលោកសេដ្ឋីបានឲ្យបងបរទេះក្របីគាត់ទៅដូច្នេះហើយបងប្រហែលជាមកវិញមិនទាន់ទេចាបងធ្វើដំណើរប្រយ័ត្នប្រយែងតាមផ្លូវឲ្យបានល្អណាបងមើលថែសុខភាពខ្លួនឯងឲ្យបានល្អខ្ញុំបារម្ភខ្លាចបងមានអ្វីកាត់ឡើងបាទប្រពន្ធសម្លាញ់បងនឹងមើលថែសុខភាពនិងមើលថែខ្លួនឯងឲ្យបានល្អជានិច្ចចំណែកអូនវិញនៅផ្ទះមើលថែខ្លួនមើលថែកូនឲ្យបានល្អណាអូនបន្ទាប់មកពួកគាត់បានហូបបាយជុំគ្នាដោយភាពរីករាយទាំងដែលដារ៉ូមិនដែលបានដឹងទេ
ថាប្រពន្ធគាត់សោភាតែងតែធ្វើបាបកូនប្រុសគាត់នៅថ្ងៃស្អែកឡើងដារ៉ូក៏បានធ្វើដំណើរទៅដល់ផ្ទះលោកសេដ្ឋីដើម្បីធ្វើការងារនៅពេលដែលទៅដល់លោកសេដ្ឋីក៏បាននិយាយប្រាប់ការពិតឲ្យដារ៉ូបានដឹងអំពីប្រពន្ធគាត់តែងតែធ្វើបាបកូនប្រុសគាត់គ្រប់យ៉ាងដែលយើងនិយាយជាការពិតដារ៉ូរយៈពេល1ឆ្នាំមកនេះដែលឯងមកធ្វើការងារនៅផ្ទះរបស់យើងប្រពន្ធឯងតែងតែធ្វើបាបកូនប្រុសជានិច្ចមិនដែលលួសមួយថ្ងៃខ្ញុំពិតជានឹកស្មានមកដល់ទេហេតុអ្វីបានជានាងមានចិត្តធ្វើបាបកូនប្រុសខ្ញុំបែបនេះទាំងដែលគ្រប់យ៉ាងនាងគ្រាន់តែសម្ដែងនៅមុខខ្ញុំតែប៉ុណ្ណោះដំបូងឡើយយើងមិនចង់និយាយប្រាប់ឲ្យដារ៉ូបានដឹងទេប៉ុន្តែយើងទ្រាំមិនបាននៅទង្វើរបស់នាងហើយអ្នកភូមិមួយចំនួនមិនមានអ្នកណាម្នាក់ហ៊ាននិយាយប្រាប់ឲ្យដារ៉ូបានដឹងការពិតដោយសារតែពួកគេខ្លាចនាងកាន់តែខឹងហើយកាន់តែធ្វើបាបកូនប្រុសដារ៉ូថែមទៀតខ្ញុំអរគុណលោកសេដ្ឋីដែលលោកសេដ្ឋីបាននិយាយការពិតប្រាប់ខ្ញុំបែបនេះឲ្យបានដឹងហើយលោកសេដ្ឋីក៏បានធ្វើល្បិចប្រាប់ខ្ញុំឲ្យទៅទីក្រុងតែប៉ុណ្ណឹងខ្ញុំអាចទៅលបមើលតើនាងធ្វើបាបកូនរបស់ខ្ញុំដោយរបៀបម៉េចខ្លះនឹងហើយបើសិនជាអាចសម្រួលបានក៏សម្រួលទៅមិនចាំបាច់ដល់ថ្នាក់លែងលះគ្នាទេពេលខ្លះយើងអប់រំនាងហើយនាងអាចនឹងប្រែចិត្តមកស្រឡាញ់កូនប្រុសរបស់ដារ៉ូវិញចំណែកសូភានៅពេលដែលបានដឹងដំណឹងថាដារ៉ូបានទៅដល់ទីក្រុងបាត់នាងក៏បានចងកូនប្រុសរបស់ដារ៉ូនៅដើមឈើហើយវាយធ្វើបាបតាមចិនម៉ែអើយម៉ែលែងខ្ញុំទៅហេតុអ្វីបានជាម៉ែវាយធ្វើបាបខ្ញុំបែបនេះខ្ញុំឈឺណាស់ម៉ែលែងខ្ញុំទៅវាជាឱកាសដែលយើងត្រូវប្រដៅឯងដោយសារតែពេលនេះលោកបងបានធ្វើដំណើរទៅទីក្រុងបាត់ហើយកាលពីយប់មិញហេតុអ្វីបានជាឯងមិនចង់ហូបបាយនៅមុខលោកបងធ្វើជាតួកំសត់តើមែនទេអត់ទេណាម៉ែខ្ញុំអត់បានធ្វើតួកំសត់ទេដោយសារតែខ្ញុំហូបបញ្ចូលតែប៉ុណ្ណោះម៉ែឈប់វាយធ្វើបាបខ្ញុំទៅខ្ញុំឈឺណាស់ម៉ែឈប់ទៅរាល់ថ្ងៃនេះយើងមិនពេញចិត្តឯងទេយើងចង់ឲ្យឯងចាក់ចេញពីទីនេះទៅណាក៏ទៅយើងនៅតែពីអ្នកលោកបងវាជាសុភមង្គលរបស់យើងពិតជាស្អប់ឯងលែងកូនប្រុសរបស់យើងភ្លាមទៅហើយអ្វីបានជានាងធ្វើបែបនេះហើយអ្វីបានជានាងធ្វើបែបនេះទៅកើតហើយអ្វីបានជានាងធ្វើបែបនេះលោកបងក្រែងលោកបងទៅទីក្រុងបាត់ហើយតើមែនទេហេតុអ្វីបានជាលោកបងមកវិញអញ្ចឹងហេតុអ្វីបានជាលោកបងមកវិញបែបនេះអត់ទេណាលោកបងខ្ញុំគ្រាន់តែប្រដៅកូនធម្មតាតែប៉ុណ្ណោះមិនចាំបាច់ខំប្រឹងនិយាយយករួចខ្លួនទេខ្ញុំបានដឹងច្បាស់រួចរាល់អស់ហើយគ្រប់យ៉ាង1ឆ្នាំមកនេះនាងគ្រាន់តែសម្ដែងនៅមុខខ្ញុំតែប៉ុណ្ណោះនាងមិនបានថ្នាក់ថ្នមមើលថែកូនរបស់ខ្ញុំទេតែនាងតែងតែធ្វើបាបកូនរបស់ខ្ញុំទៅវិញគឺខ្ញុំខុសហើយណាលោកបងខ្ញុំខ្លាចលោកបងស្រឡាញ់កូនប្រុសច្រើនជាងខ្ញុំដូច្នេះខ្ញុំច្រណែនហើយធ្វើបាបកូនប្រុសបែបនេះជាប្តីប្រពន្ធជាគ្រួសារតែមួយហើយអ្វីបានជាមិនទុកចិត្តគ្នាបែបនេះហើយអ្វីបានជាយករឿងរ៉ាវនេះមកកិនយើងមិនអាចរស់នៅជាមួយគ្នាបានទេខ្ញុំគិតថាយើងលែងលះគ្នាទៅហេតុអ្វីទៅខ្ញុំបានដឹងពីកំហុសខ្លួនឯងហើយណាលោកបងខ្ញុំដឹងខុសហើយលើកលែងទោសឲ្យខ្ញុំទៅខ្ញុំសន្យាថាលើកក្រោយខ្ញុំមិនធ្វើបែបនេះទៀតទេបើសិនជាអូនបានដឹងកំហុសរបស់ខ្លួនឯងបែបនេះបងនឹងលើកលែងឲ្យប៉ុន្តែលើកក្រោយមិនត្រូវធ្វើបែបនេះទៀតទេយើងជាគ្រួសារតែមួយត្រូវតែចេះគោរពនិងស្រឡាញ់គ្នាមានតែគ្រួសារយើងតែប៉ុណ្ណោះដែលស្រឡាញ់យើងពិតប្រាកដចាប់តាំងពីថ្ងៃនោះសោភាក៏បានកែប្រែចរិតមិនធ្វើបាបកូនប្រុសដោយកាលពីមុនហើយចាប់តាំងពីថ្ងៃនោះនាងតែងតែស្រឡាញ់កូនប្រុសដារ៉ូដូចជាកូនបង្កើត